nó xôm đạpនៅការអាននិងបញ្ចូលអំពីខ្លឹមសារនៃសភៅបទពិចារណាដែលរៀបរៀងដោយលោកគ្រូអគិនបុត្រសវង្សដូចតទៅសភៅបទពិចារណាខ្លឹមសារទី1ការខឹងក្រោធរមែងចាប់ផ្ដើមពីសេចក្តីល្ងងខ្លៅហើយត្រូវបញ្ចប់ដោយការខូចចិត្តក្តៅក្រហាយស្ដាយក្រោយនៅក្នុងខ្លឹមសារនេះគឺលោកគ្រូចង់បញ្ចូលអំពីផលវិបាកនៃការខឹងក្រោធហ្នឹងគឺធ្វើឲ្យយើងក្តៅក្រហាយខ្លួនឯងដូច្នោះចង់ឲ្យយើងចង់បាននូវសេចក្តីសុខខាងក្នុងគឺថាយើងត្រូវតែលះបង់នូវសេចក្តីក្រោធខឹងនឹងចេញបុគ្គលដែលមានការខឹងក្រោធជាប្រចាំថ្ងៃដែលមិនបានអប់រំចិត្តមិនបានគ្រប់គ្រងចិត្តឲ្យបានល្អទេហ្នឹងគឺងាយនៅក្នុងការឆេវឆាវទទួលនៅអារម្មណ៍ក្តៅក្រហាយខាងក្នុងហ្នឹងហើយអាចបង្កទៅជាអំពើហិង្សាផ្សេងៗហ្នឹងអញ្ចឹងបានលោកសម្ដែងថាការខឹងក្រោធហ្នឹងគឺប្រៀបបានដូចជាចេញមកអំពីភាពងងខ្លៅរបស់យើងអញ្ចឹងបានបកគោខ្លះដោយសារតែការខឹងក្រោធមកមួយប្រាមួយភ្លេតខ្លីហ្នឹងធ្វើឲ្យបាត់បង់នៅអនាគតខាតបង់នៅទ្រព្យសម្បត្តិជាច្រើនដែលកើតចេញអំពីការខឹងក្រោធហ្នឹងទី2គុណធម៌នៅក្នុងឧបនិស្ស័យដែលល្អនៅក្នុងសេចក្តីនេះលោកចង់បញ្ជាក់អំពីគុណធម៌ដែលយើងមានប្រចាំថ្ងៃនេះគឺកើតចេញមកអំពីឧបនិស្ស័យហ្នឹងគឺសំដៅទៅដល់ការសន្សំជាប្រចាំថ្ងៃរឿយមានន័យថាការធ្វើអំពើល្អជារឿយប្រចាំថ្ងៃនឹងហើយទាំងអស់នេះគឺបណ្ដោះនៅសេចក្តីល្អហ្នឹងបានបង្កើតនៅគុណធម៌អញ្ចឹងគុណធម៌ហ្នឹងមានន័យថាកើតចេញមកអំពីឧបនិស្ស័យដែលល្អទាំងធ្វើប្រចាំថ្ងៃដែលយើងធ្វើសេចក្តីល្អប្រចាំថ្ងៃហ្នឹងទៅបានបង្ហាញបញ្ជាក់ថាយើងហ្នឹងគឺជាបុគ្គលដែលមានគុណធម៌ហ្នឹងគឺសម្ដៅទៅដល់សកម្មភាពដែលល្អដែលយើងធ្វើប្រចាំថ្ងៃនឹងឯង3អ្នកដែលស្ថិតនៅក្នុងការអប់រំត្រូវស្ដាប់ឲ្យច្រើនជានិយាយហើយដូចជាត្រជាក់ពីរមាត់មួយដូច្នោះដែរខ្លឹមសារនេះគឺចង់និយាយសម្ដៅទៅដល់មនុស្សយើងដែលស្ថិតនៅក្នុងការអប់រំនឹងគឺថាកុំឲ្យនិយាយនឹងច្រើនជាងស្ដាប់ណាសូមឲ្យស្ដាប់ឲ្យបានច្រើនឲ្យដូចជាត្រជាក់ពីរមាត់មួយហ្នឹងអញ្ចឹងយើងមានមាត់តែមួយទេអញ្ចឹងកុំសូវមាត់ច្រើនតែយើងត្រូវអនុវត្តស្ដាប់នឹងឲ្យបានច្រើនជាងការនិយាយហ្នឹងដោយសារការស្ដាប់ការអានអីជាដើមសិក្សាស្វែងយល់ឲ្យបានច្រើនជាងអ្វីដែលយើងនិយាយអួតអាងអញ្ចឹងបានន័យមួយទៀតគឺលោកចង់សំដៅអ្វីដែលយើងកំពុងសិក្សារៀនសូត្រហ្នឹងគឺថាសូមឲ្យយើងចេះដាក់ខ្លួនសិក្សារៀនសូត្រឲ្យបានច្រើនកុំមានអាស្មេមាននេះគិតថាយើងនឹងចេះគ្រប់គ្រាន់អស់ហើយលះបង់នៅការព្យាយាមលះបង់នៅការខំប្រឹងប្រែងហ្នឹងតែផ្ទុយមកវិញគឺថាសូមស្ដាប់នេះព្រោះការស្ដាប់នេះសំខាន់មែនទែនដើម្បីអាចឲ្យយើងមានបញ្ញាខ្ពង់ខ្ពស់បានហ្នឹងគឺតម្រូវឲ្យយើងចេះស្ដាប់នឹងឯពុទ្ធការស្ដាប់ហ្នឹងជាមធ្យោបាយមួយដែលធ្វើឲ្យយើងមាននៅបញ្ញាខំប្រឹងប្រែងសិក្សានិងសូត្រដឹងបន្ថែមហើយនេះជាខ្លឹមសារជាពិសេសនៅក្នុងវ័យដែលយើងកំពុងតែត្រូវការសិក្សានិងសូត្រហ្នឹង4ផ្្លាត់ជើងនៅល្អជាងផ្្លាត់មាត់ខ្លឹមសារនេះគឺមានអត្ថន័យឲ្យយើងប្រយ័ត្នប្រយែងនៅក្នុងការនិយាយស្ដីការពោលពាក្យប្រស្រ័យតាក់ទងផ្សេងហ្នឹងគឺថាត្រូវប្រយ័ត្នប្រយែងគឺថាមនុស្សយកសម្ដីតម្រៃយកភ្លុកណាខ្មែរចងកងទុកជាពាក្យបដៅនិងនួនខ្លឹមក្នុងរិស័យខ្លឹមក្រៅខ្លឹមនោះសម្ដៅត្រង់ពោលពាក្យពិតអញ្ចឹងការនិយាយស្ដីការពោលពាក្យអ្វីមួយត្រូវមានស្មារតីកុំចេះតែនិយាយទៅហើយនិយាយដោយមិនមានសតិស្មារតីនាំឲ្យខុសទាំងពាក្យពេចន៍កាលណាដែលយើងនិយាយខុសហើយគឺខុសហើយមិនអាចកែប្រែបានទេដូច្នេះហើយបានលោកសម្ដែងថាផ្្លាត់ជើងនៅល្អជាងផ្្លាត់មាត់5ទឹកមុខជាគ្រឿងចង្អុលបង្ហាញប្រាប់អំពីសភាពរបស់ចិត្តខ្លឹមសារនេះគឺចង់បង្ហាញពីរបៀបមើលមនុស្សយើងនៅក្នុងសង្គមផ្សេងៗនេះយើងអាចសង្កេតមើលបានតាមរយៈទឹកមុខដែរព្រោះមនុស្សយើងនៅពេលដែលខឹងឬនៅពេលដែលស្អប់នៅពេលដែលស្រឡាញ់គឺបង្ហាញតាមរយៈទឹកមុខហ្នឹងនៅពេលខឹងយើងច្បាស់ជាមានទឹកមុខសពុតសពូនឬក៏
មានភ្នែកក្រហមអីចឹងទៅយើងអាចសង្កេតមើលតាមទឹកមុខទឹកមុខអាចបញ្ជាក់អំពីចិត្តរបស់យើងនឹងបានហើយអាចពីព្រោះចិត្តហ្នឹងជាអ្នកបញ្ជានៅរាល់សកម្មភាពរាងកាយរបស់មនុស្សនឹងបានអញ្ចឹងយើងអាចសង្កេតមើលបុគ្គលនឹងមានសភាពបែបណាគឺអាចតាមរយៈទឹកមុខនឹងបានដែរ